សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសាច់រឿងអនិមេរបស់មីនជាបន្តទៀតហើយថ្ងៃនេះដែរយើងនឹងមកបន្តសាច់រឿងរបស់យើងភាគបន្ទាប់ផងដែរក៏ប៉ុន្តែមុនចូលទៅដល់សាច់រឿងសង្ឃឹមទាំងអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់ជួយចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយហើយអេមីនក៏សូមអរគុណដល់អ្នកដែលបានប៉ាកាហ្វេមីនពីវីដេអូមុនផងដែរជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយសម្រាប់ប្រិយមិត្តដែលចង់ប៉ាកាហ្វេមីនបន្តទៀតអាច donate បានតាមរយៈ QR code ខាងលើនេះអញ្ចឹងតោះកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាបន្ទាប់ពីដល់សាលារៀនវិញរ៉េក៏បាននាំកូនស្លែមនោះដើរលេងជុំវិញនៅទីនេះហើយក៏យកនំឲ្យវាញ៉ាំផងដែរខណៈពេលដែលញ៉ាំកូនស្លែមនោះក៏កលែកឃើញមេអំបៅហើរកាត់វាក៏ហក់ចង់ទៅចាប់មេអំបៅនោះតែក៏ធ្លាក់ចុះមកខាងក្រោមរ៉េឃើញអញ្ចឹងក៏ប្រញាប់ស្ទុះទៅជួយទ្រវាទៅស្របពេលនឹងដែរមីសាក៏ដើរកាត់នៅទីនេះនៅពេលដែលនាងឃើញសត្វចម្លែកបែបនេះនាងគឺគាំងខ្លាំងមែនទែនហើយនាងក៏ចង់ស្រែកតែរ៉េក៏ស្ទុះទៅហាមឃាត់នាងថាកុំឲ្យស្រែកស្ដាប់ខ្ញុំនិយាយសិនឬនឹងវាបែបនេះភ្លាមនឹងកូនស្លែមនោះក៏ហក់មករកមីសាដែលធ្វើឲ្យនាងគាំងជាខ្លាំងក៏ប៉ុន្តែនៅពេលដែលនាងបានប៉ះវាហើយធ្វើឲ្យនាងបែរជាចូលចិត្តកូនស្លែមនោះទៅវិញដោយឃើញអញ្ចឹងរ៉េនាងក៏ធូរទ្រង់ផងដែរហើយនាងក៏រៀនផងធ្វើការផងនិងមើលថែវាដូចគ្នានាពេលយប់ចូលមកដល់កញ្ញាឃ្លាក៏មកបន្ទប់រ៉េដើម្បីមករករបស់តែនាងក៏ឃើញពួកគេនៅជាមួយសត្វចម្លែកមួយទៅវិញនាងឃើញបែបហ្នឹងហើយក៏ស្រែកមួយទំហឹងតែម្ដងហើយនាងក៏សួរពួកគេថាគិតអ្វីបានជាចាប់សត្វចម្លែកមកបែបនេះរ៉េក៏តបថាវាមិនមែនជាសត្វចម្លែកទៀតទេឥឡូវនេះព្រោះនាងយកវាមកចិញ្ចឹមហើយចំណែកឯមីសាក៏និយាយថាដំបូងខ្ញុំក៏ខ្លាចវាដូចគ្នាដែរក៏ប៉ុន្តែតាមពិតទៅវាគឺជាសត្វដែលគួរឲ្យស្រឡាញ់ខ្លាំងណាស់កញ្ញាឃ្លាលើបែបហ្នឹងហើយក៏តបថាសត្វចម្លែកគឺនៅតែជាបិសាចអញ្ចឹងតើនាងភ្លេចពីភាពច្របូកច្របល់ដែលបានឆ្លងកាត់តាំងពីថ្ងៃមិញហើយឬរ៉េក៏តបថាប៉ុន្តែរ៉ាឡែគឺមិនអញ្ចឹងនោះទេដែលកញ្ញាឃ្លាលើហើយក៏សួរម្ដងទៀតថានាងនិយាយឈ្មោះអ្នកណាមុននេះហើយរ៉េក៏ប្រាប់ទៅថាកូនស្លែមនេះគឺមានឈ្មោះថារ៉ាឡែដែលកើតចេញពីឈ្មោះរបស់ពួកយើងទាំងពីរនាក់បូកចូលគ្នាដែលធ្វើឲ្យកញ្ញាឃ្លាលើហើយគាំងខ្លាំងមែនតើបន្ទាប់មកកញ្ញាឃ្លាក៏សួរទាំងមួម៉ៅថានាងប្រើឈ្មោះខ្ញុំធ្វើអីយ៉ាងណាមិញកញ្ញាឃ្លានឹងប្រាប់លោកគ្រូឲ្យគាត់សម្លាប់វាចោលហើយរ៉េលើបែបហ្នឹងភ្លាមនាងក៏ប្រញាប់ហាមឃាត់កញ្ញាឃ្លាថាកុំឲ្យប្រាប់លោកគ្រូអីរ៉ាឡែវាគឺឆ្លាតខ្លាំងណាស់ឲ្យអង្គុយគឺអង្គុយឲ្យប្តីខ្លួនគឺប្តីខ្លួននិយាយទៅប្រាប់ឲ្យវាធ្វើអីគឺធ្វើហ្នឹងក៏ប៉ុន្តែកញ្ញាឃ្លានៅតែចង់ប្រាប់លោកគ្រូដដែលដោយអស់ជំរឿរ៉េក៏ប្រាប់ឲ្យរ៉ាឡែបញ្ចេញថាមពលពិសេសរបស់វាមកដោយថាមពលរបស់កូនស្លែមហ្នឹងវាអាចចម្លងរូបភាពទៅជាអ្វីក៏បានឲ្យតែវាចង់ហើយវាក៏ចម្លងរូបភាពកញ្ញាឃ្លាឲ្យនាងមើលទៅដែលកញ្ញាឃ្លាឃើញហើយនាងក៏ចាប់ផ្ដើមចូលចិត្តនិងស្រឡាញ់វាផងដែរក៏ប៉ុន្តែយ៉ាងណាមិញកញ្ញាឃ្លាក៏ប្រមានរ៉េដែលថាឲ្យចិញ្ចឹមវាឲ្យមានវិន័យល្អនិងមិនឲ្យទៅធ្វើបាបអ្នកណាគេនោះទេហើយរ៉េក៏ធ្វើការអរគុណទៅកញ្ញាឃ្លាទៅលុះព្រឹកស្អែកចូលមកដល់សិស្សដែលប្រឡងចូលក្រុមប្រឹក្សានិស្សិតក៏មកមើលលទ្ធផលប្រឡងសរសេររបស់ពួកគេយើងឃើញកញ្ញាឃ្លាសើចសប្បាយចិត្តខ្លាំងមែនតើដោយសារតែនាងប្រឡងមុខវិជ្ជាសរសេរនោះជាប់ហើយរ៉េក៏និយាយថាខ្ញុំក៏ជាប់ដូចគ្នាដែរក៏ប៉ុន្តែកញ្ញាឃ្លាមិនអើពើនឹងរ៉េនោះទេហើយនាងក៏សរសើរទៅកាន់ម៉ាសាវិញស្របពេលនឹងដែរព្រះអង្គម្ចាស់ទាំង3ក៏យាងមកដើម្បីមើលលទ្ធផលប្រឡងដូចគ្នាទោះជាយ៉ាងណាក្តីការប្រឡងសរសេរវាមិនគ្រប់គ្រាន់ដើម្បីចូលក្រុមប្រឹក្សានិស្សិតនោះទេគឺពួកគេនឹងតម្រូវឲ្យប្រឡងធ្វើតេស្តវេទមន្តជាក់ស្ដែងនៅឯបន្តិចទៀតនេះនឹងឯងខណៈពេលហ្នឹងកញ្ញាឃ្លាក៏ទាញដៃរ៉េទៅកន្លែងស្ងាត់មួយដើម្បីនិយាយគ្នាពីការប្រឡងប្រកួតប្រជែងរបស់ពួកគេថានរណាឈ្នះនរណាចាញ់នឹងត្រូវធ្វើអ្វីអីចឹងទៅកំពុងតែនិយាយគ្នាសុកសុករ៉ាឡែក៏ហក់ចេញពីហៅប៉ៅរបស់រ៉េមកខាងក្រៅដែលធ្វើឲ្យរ៉េឃើញបែបហ្នឹងហើយនាងក៏ប្រញាប់ចាប់វាវិញក៏ប៉ុន្តែវាយឺតពេលបាត់ទៅហើយដោយសារតែព្រះអង្គម្ចាស់និងមីសាបានឃើញរ៉ាឡែនោះនឹងឯងក៏ប៉ុន្តែពួកគេមិនថាអ្វីនោះទេថែមទាំងសរសើរវាថាគួរឲ្យស្រឡាញ់ទៀតផងបន្ទាប់មកប្រធានក្រុមប្រឹក្សាក៏បានហៅពួកគេឲ្យទៅប្រឡងធ្វើតេស្តសមត្ថភាពវេទមន្តវិញម្ដងដោយបរិមម្នាក់នេះមានឈ្មោះថាឡូរ៉េកគឺជាប្រធានក្រុមប្រឹក្សាមួយនេះហើយម្នាក់ដែលចូលចិត្តគាត់នោះគឺជាអនុប្រធានក្រុមហើយឡូរ៉េកក៏ហៅពួកគេទៅប្រឡងនៅទីលានកីឡាឯណោះនៅពេលដែលទៅដល់ហើយនោះឡូរ៉េកក៏ប្រាប់ពួកគេពីការប្រឡងដោយមានការប្រយុទ្ធគ្នាមួយទល់នឹងមួយដោយព្រះអង្គម្ចាស់សែនប្រយុទ្ធគ្នាជាមួយនឹងព្រះអង្គម្ចាស់យូអ្នកបន្ទាប់ទៀតគឺព្រះអង្គម្ចាស់រ៉ូតទល់នឹងមីសានិងចុងក្រោយកញ្ញាឃ្លាជាមួយនឹងរ៉េបន្ទាប់ពីប្រាប់រួចអនុប្រធានក្រុមក៏បើករបាំងមួយដើម្បីទប់ស្កាត់កុំឲ្យមានការខូចខាតសាលារៀនដូច្នេះពួកគេអាចប្រយុទ្ធគ្នាឲ្យអស់ពីសមត្ថភាពរបស់ពួកគេបាន
គូដំបងគេគឺព្រះអង្គម្ចាស់សែននិងព្រះអង្គម្ចាស់យូហើយយើងមកមើលអ្នកទស្សនាវិញឃើញអញ្ចឹងកញ្ញាក្លែគឺគាំទ្រព្រះអង្គម្ចាស់សែនរីឯមីសានាងគាំទ្រព្រះអង្គម្ចាស់យូចំណែកឯរ៉េវិញគឺមិនគាំទ្រអ្នកណានោះទេគឺមើលបណ្ដាញ៉ាំបណ្ដាតែម្ដងបន្ទាប់មកគណៈកម្មការក៏ប្រកាសឲ្យពួកគេចាប់ផ្ដើមប្រយុទ្ធគ្នានៅពេលដែលឮហើយព្រះអង្គម្ចាស់សែនក៏បញ្ចេញវេទមន្តខ្យល់ដាក់លើខ្លួនឯងដើម្បីបង្កើនល្បឿនឲ្យលឿនជាងមុននិងស្ទុះទៅរកព្រះអង្គម្ចាស់យូតែម្ដងនៅពេលដែលព្រះអង្គម្ចាស់យូឃើញអញ្ចឹងគាត់ក៏ភ្ញាក់ផ្អើលផងដែរខណៈពេលដែលព្រះអង្គម្ចាស់សែនលើកដៃបំរុងនឹងវាយហើយនោះព្រះអង្គម្ចាស់យូក៏បង្កើតរបាំងតកកដើម្បីការពារក៏ប៉ុន្តែមិនអាចទប់ជាប់នឹងព្រះអង្គម្ចាស់សែនបានឡើយដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលជាខ្លាំងហើយគណៈកម្មការក៏និយាយថាជាធម្មតាវេទមន្តខ្យល់គឺជាវេទមន្តដែលគ្រប់គ្រងនិងរួមបញ្ចូលជាមួយនឹងធាតុផ្សេងទៀតដើម្បីបង្កើនកម្លាំងឲ្យខ្លាំងជាងមុនក៏ប៉ុន្តែព្រះអង្គម្ចាស់សែនវិញគឺប្រើប្រាស់វាដើម្បីបង្កើនរាងកាយរបស់គាត់ឲ្យខ្លាំងទៅវិញបន្ទាប់មកព្រះអង្គម្ចាស់សែនក៏ចូលទៅវាយព្រះអង្គម្ចាស់យូម្ដងទៀតដោយមានការវាយមាត់ស្ដាំផងមាត់ឆ្វេងផងហើយក៏ទាត់ទ្រង់ផងដែរតែក៏ត្រូវព្រះអង្គម្ចាស់យូកិច្ចរួចទាំងអស់ហើយគាត់ក៏និយាយឲ្យព្រះអង្គម្ចាស់សែនប្រយុទ្ធគ្នាមួយទៅក៏បង្ខំពេកអីប្រយ័ត្នតែលោកប៉ាដឹងថាបងប្រុសធ្វើបាបកូនដ៏មានតម្លៃរបស់គាត់ទៅព្រះអង្គម្ចាស់សែនលឺហើយគាត់ក៏ញញឹមនឹងឲ្យទ្រង់និយាយបន្តទៀតទៅហើយក៏ស្ទុះទៅវាប្រហារព្រះអង្គម្ចាស់យូបន្តទៀតព្រះអង្គម្ចាស់យូក៏ប្រើប្រាស់វេទមន្តទឹកដើម្បីបង្កើតជាជញ្ជាំងការពារវិញម្ដងដែលធ្វើឲ្យព្រះអង្គម្ចាស់សែនវាយមិនត្រូវនោះទេហើយព្រះអង្គម្ចាស់យូក៏និយាយថាគួរឲ្យសោកស្ដាយផងបងប្រុសព្រោះតែខ្ញុំជាអ្នកប្រយុទ្ធចម្ងាយឆ្ងាយហើយបងវិញជាអ្នកប្រយុទ្ធចម្ងាយជិតនោះទេអញ្ចឹងហើយវាមានផលវិបាកសម្រាប់បងឥឡូវនេះខ្ញុំគិតថាវាដល់ពេលដែលត្រូវវាយបកវិញហើយទ្រង់ក៏បង្កើតទីលានតកកមួយក្នុងការចង់ឲ្យព្រះអង្គម្ចាស់សែនរអិលដើម្បីពិបាកក្នុងការប្រយុទ្ធគ្នាជាមួយនឹងទ្រង់បន្តទៀតរួចគាត់ក៏បញ្ជាដុំតកកតូចៗទៅវាប្រហារព្រះអង្គម្ចាស់សែនវិញម្ដងដែលធ្វើឲ្យកញ្ញាឃ្លាឃើញហើយបារម្ភពីទ្រង់ខ្លាំងមែនទែនយ៉ាងណាក៏ដោយព្រះអង្គម្ចាស់សែនគាត់មិនខ្លាចនោះទេគាត់ក៏ប្រើប្រាស់វេទមន្តខ្យល់ទៅរារាំងដើម្បីឲ្យវាទៅទិសដៅផ្សេងមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលគាត់រត់លើផ្ទាំងតកកនោះវាមិនធ្វើឲ្យគាត់រអិលសោះឡើយព្រោះគាត់ប្រើប្រាស់វេទមន្តខ្យល់ដាក់លើខ្លួនឯងដើម្បីទប់លំនឹងនឹងឯងវាខុសពីការគិតរបស់ព្រះអង្គម្ចាស់យូទាំងស្រុងទោះជាយ៉ាងណាព្រះអង្គម្ចាស់យូក៏បង្កើតផ្ទាំងតកកដើម្បីព័ទ្ធជុំវិញព្រះអង្គម្ចាស់សែនឲ្យនៅមួយកន្លែងក៏ប៉ុន្តែវានៅតែមិនអាចរារាំងព្រះអង្គម្ចាស់សែនបានអញ្ចឹងហើយគាត់ក៏ស្ទុះទៅពីក្រោយព្រះអង្គម្ចាស់យូបានសម្រេចដល់ពេលអញ្ចឹងទៅព្រះអង្គម្ចាស់យូក៏សុំចុះចាញ់ហ្មងទៅហើយការប្រយុទ្ធដំបូងនេះអ្នកដែលឈ្នះគឺជាព្រះអង្គម្ចាស់សែននឹងឯងដែលធ្វើឲ្យកញ្ញាក្លែសប្បាយចិត្តជាខ្លាំងរីឯមីសាគឺខកចិត្តខ្លាំងមែនទែនហើយការប្រយុទ្ធបន្ទាប់ក៏បានចាប់ផ្ដើមដែលមីសាប្រយុទ្ធគ្នាជាមួយនឹងព្រះអង្គម្ចាស់រ៉ូតនឹងឯងរ៉េក៏ជូនពរឲ្យមីសាទទួលបានជ័យជំនះផងដែរក៏ប៉ុន្តែសម័យខ្លួនគេក៏ដឹងខ្លួនឯងច្បាស់ថាមិនអាចយកឈ្នះព្រះអង្គម្ចាស់រ៉ូតបានឡើយបន្ទាប់មកព្រះអង្គម្ចាស់រ៉ូតក៏និយាយថាឲ្យមីសាប្រើប្រាស់វេទមន្តរបស់នាងទាំងអស់ចេញមកហើយមីសាក៏ធ្វើការអរគុណសម្រាប់ឱកាសក្នុងការប្រយុទ្ធមួយនេះក៏ប៉ុន្តែព្រះអង្គម្ចាស់រ៉ូតក៏ឲ្យនាងធ្វើធម្មតាទៅបន្ទាប់ពីនិយាយចប់ព្រះអង្គម្ចាស់រ៉ូតក៏ប្រើប្រាស់វេទមន្តភ្លើងរបស់គាត់ឲ្យคล้ายជាកងទ័ពនៅអណ្ដាតភ្លើងជាច្រើនដែលធ្វើឲ្យសិស្សគ្រប់គ្នារួមទាំងកញ្ញាក្លែភ្ញាក់ផ្អើលជាខ្លាំងហើយគាត់ក៏បញ្ជាពួកវាទៅវាប្រហារមីសាទៅរួមពេចនឹងមីសាក៏ប្រើប្រាស់វេទមន្តខ្យល់របស់នាងឲ្យคล้ายទៅជាសម្លេងដើម្បីទប់ស្កាត់កងទ័ពបណ្ដាតភ្លើងទាំងអស់នោះដែលវាធ្វើឲ្យព្រះអង្គម្ចាស់រ៉ូតភ្ញាក់ផ្អើលខ្លាំងមែនទែនហើយយើងក៏ដឹងថាវេទមន្តខ្យល់របស់មីសាគឺជាប្រភេទវាយលុកដែលនាងមិនជូនវេទមន្តខ្យល់របស់នាងឲ្យคล้ายទៅជាសម្លេងដើម្បីវាប្រហារចំគោលដៅអីចឹងទៅយ៉ាងណាក៏ដោយព្រះអង្គម្ចាស់រ៉ូតក៏បញ្ជាកងទ័ពនៅអណ្ដាតភ្លើងរបស់គាត់ទៅព័ទ្ធជុំវិញមីសារួចគាត់ក៏ធ្វើការបំផ្ទុះវាតែម្ដងដែលធ្វើឲ្យកញ្ញាក្លែបារម្ភពីមីសាខ្លាំងណាស់តែយ៉ាងណាក្តីមីសានាងមិនមានរបួសអ្វីនោះទេគឺនាងបានបង្កើតរបាំងខ្យល់មួយមកទប់ទល់វាអាចធ្វើឲ្យនាងដកដង្ហើមនៅក្នុងរបាំងនោះបានទៀតផងដែលធ្វើឲ្យព្រះអង្គម្ចាស់រ៉ូតភ្ញាក់ផ្អើលជាខ្លាំងដោយឃើញបែបនេះព្រះអង្គម្ចាស់រ៉ូតក៏បញ្ជាកងទ័ពបណ្ដាតភ្លើងរបស់គាត់ទៅវាប្រហារមីសាយ៉ាងចាស់ដៃតែម្ដងគាត់វាប្រហារទៅនាងរហូតដោយមិនឈប់នោះទេដែលធ្វើឲ្យមីសាពិបាកទ្រាំខ្លាំងមែនទែនដល់ពេលអញ្ចឹងទៅមីសាក៏សុំចុះចាញ់តែម្ដងហើយរ៉េនិងកញ្ញាក្លែក៏រត់មកមើលនាងកញ្ញាក្លែក៏សួររ៉េថាហេតុអ្វីបានជានាងសន្លប់អញ្ចឹងរ៉េក៏ប្រាប់ថាមុខពីព្រះអង្គម្ចាស់រ៉ូតវាប្រហារមកកាន់នាងឥតឈប់ឈរបានជាធ្វើឲ្យនាងកង្វះអុកស៊ីសែនរួចក៏សន្លប់បែបនេះបន្ទាប់ពីមីសារៀងដឹងខ្លួនបន្តិចព្រះអង្គម្ចាស់យូក៏មកមើលនាងទាំងក្តីបារម្ភខ្លាំងមែនទែនមីសាក៏ប្រាប់ទៅថានាងមិនអីនោះទេហើយព្រះអង្គម្ចាស់យូក៏ថាឲ្យបងប្រុសរបស់គាត់ទាំងមួម៉ៅថាគាត់លេងជ្រុលពេកហើយព្រះអង្គម្ចាស់រ៉ូតក៏គាត់ដឹងកំហុសផងដែរបន្ទាប់មកពួកគេក៏នាំមីសាទៅព្យាបាលទៅចំណែកឯរ៉ាឡេអានេះវិញព្រះអង្គម្ចាស់សែនក៏សម្លក់មុខវាហើយគាត់ក៏យកវាទុកសិនទៅ
មួយសន្ទុះក្រោយមកគណៈកម្មការក៏បានប្រកាសពីការប្រកួតចុងក្រោយគឺរវាងកញ្ញាក្លាទល់នឹងរ៉េដោយអ្នកទស្សនាម្នាក់ៗសុទ្ធសឹងតែគាំទ្រកញ្ញាក្លាឲ្យទទួលបានជ័យជំនះចំណែកឯព្រះអង្គម្ចាស់រ៉ូតវិញគាត់គិតថាបន្តិចទៀតនេះនឹងមានរឿងល្អមើលជាមិនខាននៅពេលហ្នឹងកញ្ញាក្លាក៏ឲ្យរ៉េត្រៀមខ្លួនទៅខ្ញុំនឹងផ្ដួលនាងដោយដៃរបស់ខ្ញុំផ្ទាល់តែម្ដងហើយរ៉េស្ដាប់វាទាំងពេញចិត្តបន្ទាប់ពីគណៈកម្មការប្រកាសឲ្យចាប់ផ្ដើមការប្រកួតម្នាក់ៗគឺមិនមានចលនាអ្វីទាល់តែសោះដែលធ្វើឲ្យគណៈកម្មការឆ្ងល់ជាខ្លាំងហើយកញ្ញាក្លាក៏សួររ៉េទាំងមួម៉ៅថានាងមិនវាយប្រហារទេមែនរ៉េក៏តបវិញទាំងឌឺថាខ្ញុំសប្បាយចិត្តដោយគ្រាន់តែចង់សម្លឹងមើលមុខកញ្ញាក្លានៅទីនេះតែប៉ុណ្ណោះប៉ុន្តែប្រសិនបើកញ្ញាក្លាទទូចចង់ប្រយុទ្ធនោះដូច្នេះខ្ញុំនឹងចាប់ផ្ដើមឥឡូវនេះហើយនាងក៏ប្រើប្រាស់វេទមន្តដីដើម្បីឃុំកញ្ញាក្លាទៅកញ្ញាក្លានៅក្នុងនោះក៏និយាយថាគ្មានអ្វីអស្ចារ្យនោះទេរួចក៏ប្រើប្រាស់វេទមន្តភ្លើងបំបែកជញ្ជាំងដីនោះទៅចំណែកឯព្រះអង្គម្ចាស់រ៉ូតឃើញហើយក៏សរសើរផងដែរថាវាពិតជាកម្លាំងភ្លើងដ៏ខ្លាំងមែនព្រះអង្គម្ចាស់យូក៏និយាយបន្តថាជាទូទៅធាតុភ្លើងគឺអាចប្រឆាំងជាមួយនឹងធាតុដីបានតែគាត់មិននឹកស្មានដល់ថាវាអាចរំលាយនៅដីបានឡើយដោយឡែកយើងមកមើលការប្រយុទ្ធវិញរ៉េក៏ប្រើប្រាស់ធម្មពលដីទៅវាប្រហារបន្តទៀតកញ្ញាក្លាឃើញអញ្ចឹងក៏និយាយថាវាមិនដំណើរការនោះទេហើយក៏ប្រើប្រាស់ធម្មពលភ្លើងបង្កើតទៅជាជញ្ជាំងការពារពីការវាប្រហារមួយនោះជាក់ស្ដែងវាដូចជាកញ្ញាក្លានិយាយអញ្ចឹងវាគ្មានប្រសិទ្ធភាពនោះទេដុំដីតូចៗនោះបន្ទាប់ពីប៉ះភ្លើងហើយគឺរលាយគ្មានសល់ជាក់ស្ដែងទៅកញ្ញាក្លាត្រូវបានគេហៅថាម្ចាស់ស្ត្រីផ្កាឈូកក្រហមបន្ទាប់មកកញ្ញាក្លាប្រើប្រាស់នៅអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅធ្វើការវាប្រហារចេញទៅរីឯរ៉េវិញក៏មិនខ្លាចផងដែរក៏បង្កើតទៅជាជញ្ជាំងដីយ៉ាងធំមួយដើម្បីទប់ទល់កញ្ញាក្លាឃើញហើយនាងក៏សើចនិងនិយាយថារ៉េពិតជាល្ងងណាស់នាងភ្លេចហើយមែនទេថាខ្ញុំបានរំលាយដីនោះយ៉ាងងាយស្រួលបំផុតខណៈពេលដែលភ្លើងប៉ះទង្គិចជាមួយនឹងដីហើយនោះយើងមើលទៅដីដែលរ៉េបានបង្កើតថ្មីនេះគឺខ្លាំងមែនទែនដែលអាចទប់ទល់ជាមួយនឹងភ្លើងរបស់កញ្ញាក្លាបានដែលធ្វើឲ្យកញ្ញាក្លាមានការភ្ញាក់ផ្អើលខ្លាំងណាស់សូម្បីតែគណៈកម្មការនឹងក៏ភ្ញាក់ផ្អើលផងដែរគាត់មើលទៅវាដូចជាបង្កើតឡើងខុសប្លែកពីពេលមុននឹងឆ្ងល់ថាតើនៅលើโลกនេះអាចបង្កើតវាបានដោយរបៀបណាទៅហើយជាក់ស្ដែងរ៉េគឺបានប្រើប្រាស់ចំណេះដឹងកាលពីជាតិមុនរបស់នាងដើម្បីបង្កើតវាឡើងមកដោយនាងគិតថាកាបូនអ៊ីដ្រាតវាខ្លាំងជាងដែកប្រហែល2 ដងហើយចំណុចរលាយរបស់វាគឺលើសពី 2000 ដឺក្រេឯណោះដូចនេះហើយទើបវារឹងមាំបែបនេះទោះបីជាយ៉ាងណាក៏ដោយកញ្ញាក្លាក៏បានប្រើប្រាស់នៅអណ្ដាតភ្លើងនោះម្ដងទៀតក៏ប៉ុន្តែលើកនេះគឺខ្លាំងជាងពីមុនទៅទៀតបន្ទាប់មកក៏ធ្វើការវាប្រហារទៅកាន់រ៉េនៅពេលដែលជិតទៅដល់ទៅហើយវាក៏កិច្ចពីជញ្ជាំងនោះទៅខាងក្រោយខ្នងរ៉េហើយកញ្ញាក្លាក៏ផ្ទាត់ដៃឲ្យវាបំផ្ទុះវាក៏បែកចេញជាដុំភ្លើងតូចៗជាច្រើនសម្ដៅមករករ៉េបន្ទាប់ពីរ៉េឃើញហើយនាងក៏ប្រើប្រាស់វេទមន្តដីតូចៗទៅរារាំងវាអស់រលីងដែលធ្វើឲ្យកញ្ញាក្លានាងភ្ញាក់ផ្អើលខ្លាំងណាស់ចំណែកឯព្រះអង្គម្ចាស់សែនឃើញអញ្ចឹងគាត់ក៏មានអារម្មណ៍ថាចម្លែកគាត់គិតថារ៉េដូចជាធ្លាប់ស្គាល់បែបបទនៃការប្រយុទ្ធរបស់កញ្ញាក្លាច្បាស់ខ្លាំងណាស់នៅពេលដែលព្រះអង្គម្ចាស់រ៉ូតឮហើយគាត់ក៏តបវិញថាតើដឹងមកពីមូលហេតុអ្វីអត់បានជារ៉េនាងដឹងពីកញ្ញាក្លាបែបនេះហើយក៏និយាយដំណើរគ្នាជាមួយនឹងព្រះអង្គម្ចាស់យូថាដោយសារតែរ៉េនាងតែងតែគិតអំពីកញ្ញាក្លារហូតមករ៉េវិញឮអញ្ចឹងនាងក៏គិតថាគាត់និយាយពិតជាត្រឹមត្រូវនៅពេលជាតិមុនរបស់នាងបានទន្ទិញចាំរាល់ព័ត៌មានលម្អិតរបស់កញ្ញាក្លានិងស្ទាយប្រយុទ្ធរបស់នាងផងដែរក្នុងពេលនឹងដែរកញ្ញាក្លាក៏សូមអភ័យទោសចំពោះព្រះអង្គម្ចាស់រ៉ូតដោយសារតែនាងគឺបានកូពីស្ទាយប្រយុទ្ធរបស់ទ្រង់នឹងឯងរីឯព្រះអង្គម្ចាស់រ៉ូតគាត់ក៏ដឹងដូចគ្នាក៏ប៉ុន្តែគាត់មិនប្រកាន់ឡើយបន្ទាប់មកកញ្ញាក្លាក៏បញ្ជាឲ្យវាទៅវាយប្រហាររ៉េទៅនាងធ្វើការវាយប្រហារឥតឈប់ឈរដើម្បីចង់ឲ្យរ៉េពិបាកដកដង្ហើមដោយទៅនឹងមីសាដែរហើយពិតមែនរ៉េនាងឆ្លក់ផ្សែងពិបាកដកដង្ហើមខ្លាំងណាស់ដោយបែបនេះនាងក៏បញ្ជាជញ្ជាំងការពារទៅរកកញ្ញាក្លាក្នុងការឃុំនាងឲ្យនៅមួយកន្លែងក៏ប៉ុន្តែកញ្ញាក្លាក៏ហក់ទៅខាងលើហើយក៏ប្រើប្រាស់វេទមន្តប្រចាំតកោរបស់នាងបង្កើតទៅជាឡាស៊ែរភ្លើងមួយដ៏អស្ចារ្យទៅគំរាមរ៉េហើយនាងក៏និយាយឲ្យរ៉េសុំចុះចាញ់ទៅព្រោះតែរ៉េមិនអាចទប់ទល់នឹងស្គីលនេះបានឡើយតែរ៉េនាងមិនព្រមចុះចាញ់នោះទេហើយនាងក៏ញញឹមបន្ទាប់មកក៏ទម្លុះដីឲ្យកញ្ញាក្លាធ្លាក់ចុះទៅខាងក្រោមដែលធ្វើឲ្យកញ្ញាក្លាមួម៉ៅខ្លាំងណាស់និងស្ដីឲ្យរ៉េផងដែរតែរ៉េនាងមិនស្ដាប់នោះទេក៏ទម្លាក់កញ្ញាក្លាទៅក្រោមកាន់តែជ្រៅទៀតកញ្ញាក្លាវិញគឺភ័យប្រឡឹងចុងសក់អស់ហើយរ៉េនាងក៏សួរឌឺថាកញ្ញាក្លាអាចចេញពីទីនេះបានអត់នឹងដែលធ្វើឲ្យកញ្ញាក្លានាងកាន់តែខឹងលើសដើមនិងតបវិញថាខ្ញុំនឹងឡើងទៅលើវិញឲ្យទាល់តែបាន
ភ្លាមនឹងព្រះអង្គម្ចាស់សែនក៏ឲ្យកញ្ញាឃ្លាសុំចុះចាញ់ទៅកញ្ញាឃ្លាមិនយល់នោះទេនឹងសួរទៅគាត់វិញតើគាត់កំពុងតែនិយាយអ្វីនាងគឺអាចឈ្នះបានតែគាត់ក៏បញ្យល់វិញថាតើនាងភ្លេចហើយឬថារ៉េគឺមានធាតុពីរនៅក្នុងខ្លួនបើរ៉េនាងប្រើប្រាស់វេទមន្តទឹករបស់នាងវិញនោះកញ្ញាឃ្លាមិនអាចឈ្នះរ៉េបានឡើយព្រោះតែធាតុទឹកគឺខ្លាំងក្លាជាងធាតុភ្លើងនឹងឯងរីឯគណៈកម្មការក៏យល់ស្របផងដែរនិងប្រកាសថាការប្រយុទ្ធនេះរ៉េគឺជាអ្នកឈ្នះដែលធ្វើឲ្យអ្នកទស្សនាលើលទ្ធផលនេះហើយអ្នកខ្លះសប្បាយចិត្តហើយអ្នកខ្លះទៀតអាណិតកញ្ញាឃ្លាចំណែកឯកញ្ញាឃ្លាវិញនាងគឺមិនចង់ជឿថានាងចាញ់រ៉េនោះទេហើយលទ្ធផលប្រឡងអ្នកដែលបានចូលក្រុមប្រឹក្សានិស្សិតក៏បានផ្សព្វផ្សាយឡើងក្នុងនោះអ្នកដែលបានជាប់គឺមានដូចជាព្រះអង្គម្ចាស់រ៉ូតព្រះអង្គម្ចាស់សែនព្រះអង្គម្ចាស់យូរ៉េហើយនិងមីសាវាគឺមិនមានឈ្មោះកញ្ញាឃ្លានោះឡើយដែលធ្វើឲ្យនាងឆ្ងល់ខ្លាំងណាស់ស្របពេលហ្នឹងឡូរ៉េកដែលជាប្រធានក្រុមប្រឹក្សានោះក៏បានមកដល់និងប្រាប់ថាការប្រឡងជាក់ស្ដែងគឺគ្រាន់តែចង់តែសមត្ថភាពតែប៉ុណ្ណោះទោះបីជាកញ្ញាឃ្លាចាញ់ក៏ពិតមែនក៏ប៉ុន្តែនាងអាចចូលរួមជាមួយនឹងពួកយើងបាននិងទន្ទឹងរង់ចាំធ្វើការជាមួយនឹងអ្នកទាំងពីរផងដែរអញ្ចឹងបានន័យថាកញ្ញាឃ្លាគឺនាងបានធ្លាក់បាត់ទៅហើយក៏ប៉ុន្តែសមត្ថភាពនិងឋានៈរបស់នាងគឺរៀងខ្ពស់ដែរដូច្នេះទើបគាត់ឲ្យនាងជាប់នឹងឯងនិយាយចប់គាត់ក៏លាពួកគេចាក់ចេញបាត់ទៅនៅពេលហ្នឹងរ៉េក៏មកទាមទារកិច្ចសន្យារបស់ពួកគេទាំងពីរដោយរ៉េគឺនាងបានឈ្នះកញ្ញាឃ្លាដូច្នេះហើយនាងចង់ឲ្យកញ្ញាឃ្លាសន្យាជាមួយនឹងនាងដូចពីមុនគឺចង់ឲ្យកញ្ញាឃ្លាកុំចោះចាញ់ជាមួយនឹងខ្ញុំអីបើទោះបីជាមានរឿងអ្វីក៏ដោយគឺនៅតែបន្តប្រយុទ្ធជាមួយនឹងខ្ញុំជារៀងរហូតកញ្ញាឃ្លាឮហើយក៏រៀងឆ្ងល់ផងដែរតែនាងក៏ធ្វើការសន្យាទៅនៅពេលដែលសន្យាអ្វីចប់រ៉េក៏មានអារម្មណ៍ថាដូចជាភ្លេចអ្វីមួយហើយយើងក៏លេចមកមើលព្រះអង្គម្ចាស់សែនវិញគាត់កំពុងតែកាន់រ៉ាឡែននោះនិងគិតថាតើគាត់គួរតែធ្វើអ្វីជាមួយនឹងកូនស្លែមនេះទៅហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ដល់ត្រឹមនេះចង់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណាទៀតនោះរងចាំទស្សនាភាពបន្ទាប់ទាំងអស់គ្នាហើយអេមីមានតែប៉ុណ្្នឹងនោះទេជាចុងក្រោយជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់បាយបាយ